សួស្តីអ្នកនរគ្នាហើយនៅថ្ងៃនេះដែរខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីមេរៀនដែលទាក់ទងទៅនឹង time អូខេអ្នកនរគ្នាអញ្ចឹង time នៅក្នុងភាសាខ្មែរយើងនិយាយបកថាម៉ោងឬក៏ពេលវេលាអូខេអ្នកនរគ្នាអញ្ចឹងបើសិនជាយើងចង់សួរគេថាម៉ោងប្រហែលហើយឥឡូវហ្នឹងយើងអាចសួរថា What time is it now? What time is it now? មានន័យថាម៉ោងឥឡូវម៉ោងប្រហែលហើយអញ្ចឹងបើសិនជាមានសំណួរបែបហ្នឹងរបៀបដែលយើងឆ្លើយទៅគេវិញយើងឆ្លើយគេថា it is បន្ទាប់មកយើងដាក់ចំនួនម៉ោងទៅអ្នកនរឧទាហរណ៍ថាម៉ោង6ព្រឹកយើងអាចនិយាយថា it is 6 o'clock អូខេ it is 6 o'clock អញ្ចឹងមានន័យថាម៉ោង6អូខេIt is 6 o'clock in the morning មានន័យថាម៉ោង6នៅពេលព្រឹកហើយពាក្យ o'clock ហ្នឹងមានន័យថាម៉ោងអ្នកនរគ្នាអញ្ចឹង1 o'clock ម៉ោង1 2 o'clock ម៉ោង2 3 o'clock ម៉ោង3 4 o'clock ម៉ោង4 5 o'clock ម៉ោង5 6 o'clock ម៉ោង6 7 o'clock ម៉ោង7 8 o'clock ម៉ោង8 9 o'clock ម៉ោង9 and 10 o'clock ម៉ោង10 11 o'clock ម៉ោង11 12 o'clock ម៉ោង12ឥឡូវយើងដឹងពីរបៀបគេហៅថាប្រាប់ម៉ោងហើយក្រៅពីហ្នឹងក៏យើងនៅតែអាចប្រើទៅជាប្រយោគសាមញ្ញដែលយើងគួរតែដឹងដែរបើសិនជាគេនិយាយថា it is time អញ្ចឹងមានន័យថាដល់ម៉ោងហើយអូខេ it is time ដល់ម៉ោងហើយអញ្ចឹងយើងមកមើលពាក្យទាំងអស់នេះអូខេ eat ញ៉ាំឬក៏ហូបពិសាអញ្ចឹងទេអ្នកនរ drink ផឹកហើយខ្មែរយើង drink ពេលខ្លះយើងនិយាយថាញ៉ាំដែរដូចញ៉ាំទឹកអីគេពេលភាសាទឹកអីចឹងសម្រាប់ការគួរសម relax សម្រាប់ sleep គេងអូខេឬក៏សម្រាន study សិក្សាឬក៏រៀន work ធ្វើការ have fun មានភាពរីករាយអូខេ take a shower ងូតទឹកអញ្ចឹងនៅពេលដែលយើងចង់និយាយថាដល់ម៉ោងញ៉ាំអូខេដល់ម៉ោងញ៉ាំហើយអញ្ចឹងយើងអាចនិយាយថា it is time to eat ដល់ម៉ោងញ៉ាំហើយអូខេ it's time to drink ដល់ម៉ោងផឹកឬក៏ញ៉ាំភេសជ្ជៈឬក៏ពិសាភេសជ្ជៈអីចឹង it's time to drink it's time to relax ដល់ពេលសម្រាក it's time to sleep ដល់ពេលគេង it's time to study ដល់ម៉ោងរៀនឬក៏ដល់ម៉ោងសិក្សា it's time to work ដល់ម៉ោងធ្វើការ it's time to have fun ដល់ម៉ោងដែលមានភាពរីករាយ it's time to take a shower it's time to take a shower មានន័យថាដល់ពេលដែលត្រូវងូតទឹកហើយងាយទេអ្នកនរគ្នាហើយសម្រាប់មេរៀនថ្ងៃហ្នឹងហើយខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយទៀត Goodbye see you later